ថ្ងៃសៅរ៍ពីកើតខែមេពុទ្ធសករាជ2569ត្រង់ថ្ងៃទី22ខែវិច្ឆិកាគ្រិស្តសករាជ2025ជាកម្មភាពគ្រូចាតកាមានវត្តកោកម៉ាងវត្តបឹងសំរោងនិងគ្រូសូត្រឆ្វេងនិងលោកតាវត្តស្លោខ្លាញ់រួមទាំងពុទ្ធបរិស័ទដែលមានទឹកចិត្តសទ្ធាជ្រះថ្លាយកទឹកមកជូនកងទ័ពនៅព្រះវិហារចំនួន500យួរទៅមកដល់មកពីខាងនេះមកពីខាងស្រុកបវលខេត្តបាត់ដំបងដូច្នេះសូមអស់លោកអ្នកដែលជាម្ចាស់សទ្ធាជ្រះថ្លាអនុមោទនាក្នុងការចូលរួមបន្តបន្ទាប់ហួសហេតុទៅទៀតដើម្បីជូនដល់កងទ័ពការពារជាតិមាតុភូមិរបស់យើង